ការដ្ឋានកាយភ្នំមួយកន្លែងក្នុងសង្កាត់លេខ4បង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋគណៈពេលមានភ្លៀងមួយមេនៅថ្ងៃទី18នេះដែលជាច្រើនបានហូរចុះពីលើភ្នំក្នុងការដ្ឋានមួយកន្លែងដែលកំពុងកាយអាចដីនឹងថ្មដោយមិនដឹងថាកន្លែងនោះមានអាជ្ញាប័ណ្ណឬមួយក៏យ៉ាងណានោះទេដែលការដ្ឋាននោះស្ថិតនៅក្នុងភូមិ5សង្កាត់លេខ4ក្រុងនឹងខេត្តព្រះសីហនុទីតាំងការដ្ឋានកាយភ្នំយកអាចដីនឹងថ្មមួយកន្លែងកំពុងសម្រុកធ្វើការក្រោយមានភ្លៀងធ្លាក់ហូរនាំយកដីនឹងថ្មជាច្រើនមកលើផ្លូវសាធារណៈបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរមិនដឹងថាក្រុមហ៊ុនឬការងារឯកជននោះបានមើលឃើញឬយ៉ាងណានោះទេឬមួយមើលឃើញហើយបែរជាធ្វើមើលមិនឃើញទៅវិញប្រជាពលរដ្ឋដែលលោករស់នៅម្ដុំនោះបានរអ៊ូរទាំថាការហូរអាចដីនេះមិនមែនទើបតែហូរមកនោះទេគាត់ថាឲ្យតែមានភ្លៀងធ្លាក់មកម្ដងគឺដីហូរមកពិបាកក្នុងការធ្វើដំណើរណាស់ផ្ទះអ្នកខ្លះវិញដីហូរចូលដល់ក្នុងផ្ទះតែម្ដងលោកក៏បានសូមសំណូមពរដល់មន្ត្រីថ្នាក់ដឹកនាំដែលពាក់ព័ន្ធសូមមេត្តាចូលត្រួតពិនិត្យនិងរៀបចំចំណាត់ការចំពោះក្រុមការងារដែលកំពុងកកាយភ្នំយកដីនោះផងប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ទីនោះមានការព្រួយបារម្ភទើបនៅរសៀលថ្ងៃទី18ខែមិនិនាឆ្នាំ2025លោកបានសូមអំពាវនាវដល់មន្ត្រីអាជ្ញាធរពាក់ព័ន្ធមេត្តាចូលត្រួតពិនិត្យទីកន្លែងនោះផងទៀតជាការឆ្លើយតបទៅនឹងប្រតិកម្មរបស់បងប្អូនប្រជាពលរដ្ឋមន្ត្រីជំនាញនិងអាជ្ញាធរដែនដីបានចូលទៅដល់ទីតាំងនិងបានកាយសម្អាតការសំណល់អាចដីចេញពីផ្លូវប៉ុន្តែមន្ត្រីជំនាញដែលចូលទៅដល់ទីតាំងបង្កផលប៉ះពាល់នោះពុំបានបញ្ជាអំពីផលប៉ះពាល់នៅឡើយទេហើយក៏ពុំបានបង្ហាញឈ្មោះក្រុមហ៊ុនដែលបង្កផលប៉ះពាល់នោះថាក្រុមហ៊ុននោះមានឈ្មោះអ្វីថាមានអាជ្ញាប័ណ្ណត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវដែរឬទេដោយឡែកយោងតាមកំណត់ហេតុដែលបណ្ដាញសារព័ត៌មានយើងទទួលបានចុងក្រោយបានឲ្យដឹងថាក្រោយពីមន្ត្រីជំនាញបានចុះពិនិត្យទីតាំងនោះរួចមកក្រុមការងារនៃអាជ្ញាធរក្រុងបានធ្វើកំណត់ហេតុនិងកិច្ចសន្យាជាមួយម្ចាស់ទីតាំងត្រូវអនុវត្តទៅតាមលក្ខណៈបច្ចេកទេសមិនត្រូវធ្វើឲ្យមានផលប៉ះពាល់ដល់ផ្លូវសាធារណៈតទៅទៀតនោះឡើយសម្រាប់ YouTube លោកអ្នកគ្រាន់តែវាយពី SN TV King New ចុច Like Subscribe និងរូបកណ្ដឹងជាការស្រេចនឹងទទួលបានព័ត៌មានថ្មីៗជារៀងរាល់ថ្ងៃ